គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកកាន់សារជាថ្មីមកកាន់វីដេអូរបស់នាងខ្ញុំនៅក្នុងថ្ងៃនេះនាងខ្ញុំនឹងមកសម្រាយអំពីសាច់រឿងសំឡេងបន្ទប់លេខ13ជីវៈពិសេសតែជីវៈបញ្ចប់ឬក៏មានវគ្គបន្តទៀតបងប្អូននៅចំណុចមួយនេះនាងខ្ញុំចង់សួរបងប្អូនទាំងអស់គ្នាបន្តិចនៅពេលដែលបងប្អូនបានទៅដល់បន្ទប់លេខ13នោះហើយស្រាប់តែរូបថតដែលបង្ហាញមកគឺជារូបថតឪពុករបស់ខ្លួនឯងដែលបានស្លាប់អស់រយៈពេល15ឆ្នាំណាស់មកហើយបែរជាមានរូបថតភ្ជាប់ជាមួយនឹងមនុស្សដែលបានបាត់ខ្លួននៅក្នុងបន្ទប់លេខ13នៅពេលនោះតើបងប្អូននឹងសម្រេចចិត្តដើរទៅចូលក្នុងបន្ទប់រោងក្រំដីនោះឬក៏បញ្ឈប់ត្រឹមនេះហើយសំណួរសួរបងប្អូនមួយទៀតថានៅពេលដែលបងប្អូនសម្រេចចិត្តដើរចូលទៅក្នុងបន្ទប់រោងក្រំដីមួយនោះបែរជាមានឮសំឡេងមួយបន្លឺឡើងថាកុំចូលមកអីកុំមកក្បែរខ្ញុំអីអ្នកឆាប់រត់ទៅតើនេះគឺជារឿងមួយដែលគួរឲ្យខ្លាចហេតុអ្វីបានជាមានសំឡេងដែលបន្លឺឡើងចេញពីបន្ទប់រោងក្រំដីបែរជាមានសំឡេងមួយដែលធ្វើឲ្យយើងមានភាពភ័យខ្លាចតើពេលនោះបងប្អូនមានទឹកចិត្តនៅក្នុងការបន្តចូលទៅក្នុងបន្ទប់ក្រំដីឬក៏បងប្អូននឹងចាកចេញពីទីនេះហើយសំឡេងនោះគឺជាសំឡេងដែលបាននិយាយថាកុំចូលទៅក្នុងបន្ទប់នេះអីបើអ្នកចូលហើយអ្នកមិនអាចចេញបានទេវាធ្វើឲ្យអារម្មណ៍របស់យើងកាន់តែគិតថាតើសំឡេងនេះគឺជាសំឡេងរបស់អ្នកណាជាសំឡេងរបស់មនុស្សដែលជាប់គាំងនៅបន្ទប់រោងក្រំដីឬក៏ជាសំឡេងរបស់អមនុស្សចំណុចនេះបងប្អូនធ្វើឲ្យយើងកាន់តែចង់ដឹងអំពីសាច់រឿងទាំងមូលថាតើមានអ្វីកើតឡើងចំពោះបន្ទប់មួយនេះតើសំឡេងនេះគឺជាសំឡេងរបស់អ្នកណាជាសំឡេងរបស់ឪពុករបស់តារាឬក៏ជាសំឡេងជនរងគ្រោះដែលបានបាត់ខ្លួនតោះបងប្អូនទាំងអស់គ្នាមកស្ដាប់ជាមួយនឹងនាងខ្ញុំទាំងអស់គ្នាកាលពីវីដេអូមុននាងខ្ញុំគឺបាននិយាយអំពីតារាបានរកឃើញនៅបន្ទប់រោងក្រំដីមួយប៉ុន្តែពេលនោះតារាពុំទាន់បានសម្រេចចិត្តដើរចូលបន្ទប់រោងក្រំដីនោះទេប៉ុន្តែនៅពេលដែលគាត់ឃើញរូបថតដែលរូបថតនោះមានឪពុករបស់ខ្លួនដែលបានបាត់ខ្លួនតាមការពិតជាក់ស្ដែងឪពុករបស់គាត់បានស្លាប់អស់រយៈពេល15ឆ្នាំហើយតែបែរជាមានរូបថតធ្វើឲ្យគាត់មានអារម្មណ៍មួយដែលចង់ដឹងចង់ឮអំពីបន្ទប់មួយនោះខ្លាំងហេតុអ្វីបានជាមានពាក់ព័ន្ធជាមួយនឹងរូបថតរបស់ឪពុករបស់គាត់នៅពេលនោះគាត់បានសម្រេចចិត្តដោយគ្មានការតាក់ទងនោះទេដៃរបស់គាត់មានពិលមួយគឺគាត់សម្រេចចិត្តថានឹងចូលទៅក្នុងបន្ទប់រោងក្រំដីនោះដើម្បីស្វែងរកការពិតដើម្បីស្វែងរកអំពីឪពុករបស់ខ្លួននៅពេលដែលគាត់ចាប់ផ្ដើមសម្រេចចិត្តដើរចូលគឺគាត់មានភាពក្លាហានខ្លាំងមែនទែនបងប្អូនដែលធ្វើឲ្យគាត់ជំនះរកគ្រប់ឧបសគ្គដើម្បីស្វែងរកការពិតគាត់បានដើរទៅមុខបន្ទប់រោងក្រំដីនោះគាត់មើលទៅសភាពបន្ទប់នោះគឺមានសភាពងងឹតខ្លាំងអ្វីដែលគាត់អាចមើលឃើញគឺត្រឹមតែភ្លើងពិលដែលគាត់បំភ្លឺតែប៉ុណ្ណោះគាត់ដើរចូលបន្តិចអារម្មណ៍របស់គាត់ក៏ចាប់ផ្ដើមព្រឺសម្បុរបេះដូងរបស់គាត់លោតខ្លាំងឡើងដោយហេតុដែលចង់ដឹងការពិតចង់ឮចង់ស្រាវចម្ងល់អំពីអាចកំបាំងនៅក្រោមបន្ទប់លេខ13នេះគាត់ក៏បានបន្តដើរទៅមុខទៀតគាត់ដើរបានប្រហែលជា10ជំហានក៏ស្រាប់តែឮសំឡេងមនុស្សម្នាក់ក៏បានលើកឡើងមកថាគាត់ដើរបានប្រហែលជា10ជំហានគាត់ក៏បានឮសំឡេងរបស់មនុស្សម្នាក់បានបន្លឺឡើងថាកុំចូលមកអីនៅពេលនោះខ្ញុំចង់ដឹងអារម្មណ៍បងប្អូនទាំងអស់គ្នាថាបើសិនជាបងប្អូននៅតែម្នាក់ឯងដើរចូលទៅទីងងឹតហើយនៅពេលដែលបងប្អូនចាប់ដើមដើរហើយគឺឮសំឡេងបែបនេះតើបងប្អូននឹងបន្តដើរទៅមុខឬក៏ត្រឡប់ទៅវិញប៉ុន្តែខ្ញុំសរសើរនៅទឹកចិត្តរបស់តារាដែលគាត់ចង់ដឹងអំពីរឿងរបស់ឪពុករបស់គាត់ទោះបីជាគាត់ឮសំឡេងបែបនេះក៏គាត់នៅតែបន្តដើរទៅមុខជានិច្ចតើបងប្អូនដឹងទេថាសំឡេងមួយនេះគឺជាសំឡេងរបស់អ្នកណាតាមពិតសំឡេងមួយនេះគឺជាសំឡេងរបស់មិត្តភ័ក្តិរបស់គាត់ម្នាក់ក៏មាននៅក្នុងរូបថតនោះដែរមិត្តភ័ក្តិរបស់គាត់គឺមានឈ្មោះថាវិសាលសំណួរសួរបងប្អូនបន្តទៀតថាតើវិសាលនឹងមានជីវិតឬក៏អស់ជីវិតបើវិសាលនឹងមានជីវិតតើគាត់រស់នៅក្នុងស្ថានភាពបែបនេះដោយរបៀបណាតើគាត់អាចមានជីវិតរស់នៅដោយរបៀបណានៅពេលនោះតារាពុំដឹងថាសំឡេងមួយនេះគឺជាសំឡេងរបស់វិសាលនោះទេប៉ុន្តែក្នុងចិត្តរបស់គាត់គឺគាត់គិតថាគាត់ធ្លាប់បានឮសំឡេងមួយនេះដែលវាប្រហាក់ប្រហែលជាមួយនឹងសំឡេងមិត្តភ័ក្តិរបស់គាត់ដែលមានឈ្មោះថាវិសាលនោះនៅពេលដែលគាត់ស្ដាប់សំឡេងមួយនេះគាត់ចាប់ផ្ដើមចង់ដឹងកាន់តែខ្លាំងគាត់កាន់តែដើរជ្រៅទៅមួយជំហានរបស់គាត់បោះទៅមុខ
គឺកាន់តែជ្រៅទៅជាមួយនឹងភាពងងឹតតាមផ្លូវគឺកាន់តែត្រជាក់ឡើងធូលីក៏មានជាតិសំណើមសើមតិចហើយគឺតាមផ្លូវសុទ្ធតែមានធូលីដីនៅពេលនោះតារាក៏ស្រាប់តែឮសំឡេងក្មេងស្រីតូចសើចឡើងបន្លឺឡើងប៉ុន្តែពុំមានរូបភាពពុំមានមនុស្សនៅទីនោះទេពេលនោះអារម្មណ៍របស់តារាគឺចាប់ផ្ដើមភ័យឡើងគាត់ចាប់ផ្ដើមខ្លាចឡើងហើយក្នុងចិត្តក៏សង្ស័យឡើងតើសំឡេងនេះចេញមកពីណាបើទិដ្ឋភាពនៅជុំវិញខ្លួនរបស់គាត់គឺគ្រាន់តែជាជញ្ជាំងងងឹតតែប៉ុណ្ណោះពុំមានឃើញស្រមោលអ្វីទាំងអស់ពុំឃើញមានរូបភាពអ្វីទាំងអស់តើសំឡេងមួយនេះគឺបានមកពីណាក្នុងចិត្តរបស់តារាគឺនៅតែចង់ដឹងការពិតគាត់នៅតែបន្តដើរទៅមុខជានិច្ចនៅពេលដែលគាត់ដើរទៅមុខទៀតណាបងប្អូនសំឡេងគឺចាប់ផ្ដើមឮខ្លាំងឡើងបន្តពីពេញជុំវិញខ្លួនរបស់គាត់គឺជាសំឡេងសើចរបស់ក្មេងៗដែលរួមបញ្ចូលជាច្រើនអ្នកសំឡេងនោះគឺចេញពីបន្ទប់មួយដែលនៅខាងមុខរបស់តារានៅពេលដែលគាត់ទៅដល់មុខបន្ទប់នោះទ្វារគឺជាទ្វារមួយដែលបានចាក់សោអស់រាប់ឆ្នាំណាស់មកហើយប៉ុន្តែនៅពេលដែលតារាបានដើរចូលទៅដល់ទ្វារនោះក៏ស្រាប់តែបើកទ្វារដោយខ្លួនឯងតារាពុំបានប៉ះពាល់ទៅលើទ្វារនោះទេទ្វារនោះក៏ចាប់ផ្ដើមបើកក្រាំងតារាចាប់ផ្ដើមព្រឺសម្បុរខ្ញាក់ហើយដោយភាពក្លាហានភាពចង់ដឹងគាត់ក៏បានជំនះដើរចូលទៅក្នុងបន្ទប់មួយនោះសាកស្រមៃមើលបងប្អូនបើសិនជាបងប្អូនទាំងអស់គ្នាពេលនោះបន្តទៅមុខទៀតឬក៏យ៉ាងណាបើទ្វារដែលបានចាក់សោរាប់ឆ្នាំមកហើយនៅពេលដែលតារាដើរមកដល់មុខទ្វារនោះក៏ចាប់ផ្ដើមរបើកដោយឯកឯងដោយពុំមានមនុស្សទេតារាក្លាហានមែនទែនគាត់បានដើរចូលទៅក្នុងបន្ទប់នោះដោយពុំមានភាពភ័យខ្លាចនោះទេដៃរបស់គាត់គឺកាន់ពិលជាប់ជានិច្ចនៅពេលដែលគាត់ចូលទៅដល់បន្ទប់នោះពិលរបស់គាត់បានចាំងទៅប៉ះជញ្ជាំងដែលមានរូបភាពមនុស្សដែលបានបាត់ខ្លួនរាប់ម៉ឺននាក់រូបភាពនោះមានជាមនុស្សស្រីជាមនុស្សប្រុសជាក្មេងជាមនុស្សចាស់គឺសុទ្ធតែជាភ្ញៀវរបស់សន្តាគារមួយនោះហើយភ្ញៀវទាំងអស់នោះគឺសុទ្ធតែជាភ្ញៀវដែលបានបាត់ខ្លួនតារាក៏ចាប់ផ្ដើមភ្ញាក់ព្រឺគាត់បានបញ្ចាំងពិលរបស់គាត់ជុំវិញបន្ទប់នោះក៏ស្រាប់តែភ្ញាក់ដោយសារតែគាត់ឃើញមានកៅអីមួយនៅកណ្ដាលបន្ទប់នោះហើយកៅអីនោះគឺមានមនុស្សបងប្អូនដឹងទេថាមនុស្សនោះគឺជាអ្នកណាក្នុងចិត្តរបស់គាត់គិតថាគឺជាឪពុករបស់គាត់ស្រាប់តែពេលដែលគាត់ដើរទៅទល់មុខកៅអីនោះក៏ឃើញវិសាលគឺជាមិត្តភក្តិរបស់គាត់នៅពេលនោះអារម្មណ៍របស់គាត់គឺមានសេចក្តីរំភើបឥតឧបមាគាត់ស្ទុះទៅរកវិសាលដោយក្តីរំភើបប៉ុន្តែពេលនោះវិសាលក៏បានស្រែកឡើងថាឈប់សិនតារាកុំចូលមកចិត្តខ្ញុំអីឆាប់រត់ទៅតារាឆាប់រត់ចេញពីទីនេះទៅតារាពេលនោះតារាក៏ចាប់ផ្ដើមភាំងស្មារតីស្រឡាំងកាំងគាត់ពុំមានសកម្មភាពអ្វីទាំងអស់គាត់ឈរនៅស្ងៀមគាត់កំពុងតែគិតថាតើវិសាលអាចរស់នៅទីនេះបានដោយរបៀបណាហេតុអ្វីបានជាវិសាលនៅទីនេះតែម្នាក់ឯងហេតុអ្វីបានជាវិសាលអង្គុយនៅលើតុដោយពុំមានសកម្មភាពអ្វីទាំងអស់ហើយហេតុអ្វីបានជាគាត់មិនរត់ចេញពីទីនេះគាត់អង្គុយនៅលើកៅអីនេះមានន័យថាគាត់កំពុងតែរស់នៅទីនេះឬក៏យ៉ាងណានៅពេលដែលវិសាលស្រែកបែបនេះតារាក៏បានសម្លឹងមើលទៅមុខរបស់វិសាលក្នុងចិត្តកំពុងតែគិតថាតើវិសាលគឺជាមនុស្សឬក៏គ្រាន់តែជាអមនុស្សនៅពេលដែលតារារៀបនឹងសួរទៅកាន់វិសាលក៏បានឮសំឡេងមួយសំឡេងនោះគឺបានចេញពីស្រមោលខ្មៅមួយនៅពេលនោះវិសាលក៏ចាប់ផ្ដើមស្រែកប្រាប់តារាថាតារាចូលអ្នកក្រឡេកទៅមើលខាងក្រោយខ្នងរបស់អ្នកនៅពេលដែលតារាចាប់ផ្ដើមបង្វិលខ្លួនរបស់គាត់ក៏ប្រទះឃើញជាមួយនឹងស្រមោលខ្មៅមួយដែលស្រមោលនោះធំខ្លាំងមែនទែនធំជាមនុស្ស2ដងគឺពុំមានភ្នែកពុំមានមុខពុំមានជើងអ្វីទាំងអស់វាអណ្ដែតនៅលើភាពងងឹតពុំមានរូបរាងច្បាស់លាស់នោះទេហើយអ្វីដែលធ្វើឲ្យយើងកាន់តែរំជួលចិត្តនោះគឺស្រមោលនោះចេះនិយាយហើយស្រមោលនោះបាននិយាយទៅកាន់តារាថាខ្ញុំបានរងចាំអ្នកយូរមកហើយតារាគិតក្នុងចិត្តថាសំឡេងនេះមិនមែនជាសំឡេងរបស់មនុស្សទេវាស្ដាប់ទៅហាក់បីដូចជាសំឡេងមនុស្សរាប់ពាន់នាក់បានរួមបញ្ចូលគ្នាតារាក៏បានស្រែកសួរដោយក្តីក្លាហានថាតើអ្នកជាអ្នកណានៅពេលនោះស្រមោលនោះក៏បានសើចហើយឆ្លើយទៅកាន់តារាថាខ្ញុំគឺជាអ្នកប្រមូលសំឡេងមនុស្សរាប់ពាន់នាក់បញ្ចូលគ្នាហើយអ្នកដែលចូលទៅក្នុងបន្ទប់លេខ13នេះគឺគ្មានអ្នកណាអាចចេញពីបន្ទប់នេះទេ
នៅពេលនោះតារាចាប់ផ្ដើមភ័យបេះដូងរបស់គាត់លោតកាន់តែខ្លាំងឡើងដៃរបស់គាត់ចាប់ផ្ដើមញ័រហើយក្នុងចិត្តរបស់គាត់គឺចាប់ផ្ដើមគិតថាតើគាត់អាចចេញពីបន្ទប់នេះបានដែរឬទេភ្លាមនោះជញ្ជាំងទាំង4គឺចាប់ផ្ដើមបង្ហាញមុខមាត់មនុស្សដែលជារូបភាពទេបងប្អូនស្រាប់តែរូបភាពមានសម្លេងហើយរូបភាពនោះមានសម្លេងស្រែកយំអ្នកខ្លះក៏យំអ្នកខ្លះក៏សុំជំនួយអ្នកខ្លះក៏សើចហើយរូបភាពទាំងអស់នោះគឺជារូបភាពជនរងគ្រោះដែលបានបាត់ខ្លួនបងប្អូនប៉ុន្តែហេតុអ្វីបានជារូបភាពអាចនិយាយបានអាចស្រែកបានអាចយំបានខ្ញុំគិតថាតារាជាមនុស្សម្នាក់ដែលក្លាហានខ្លាំងដែលគាត់អាចប្រឈមជាមួយនឹងស្ថានភាពបែបនេះនៅពេលដែលគាត់ឃើញរូបភាពចេះនិយាយចេះយំបែបនេះគាត់មានសភាពស្រឡាំងកាំងហើយគាត់កាន់តែភ័យកាន់តែខ្លាំងក្នុងកំឡុងពេលនោះស្ថានភាពកំពុងតែវឹកវរស្រាប់តែមានក្មេងស្រីម្នាក់បានបង្ហាញរូបភាពឡើងស្ថិតនៅក្នុងរ៉ូបពណ៌សនាងគឺជាវិញ្ញាណប៉ុន្តែនាងមិនមែនជាវិញ្ញាណអាក្រក់នោះទេនាងគឺជាវិញ្ញាណដែលបានរងគ្រោះដំបូងគេបង្អស់នៅក្នុងបន្ទប់លេខ13មួយនេះនាងគឺបានជាប់ឃុំនៅក្នុងបន្ទប់នេះអស់រយៈពេលជាង20ឆ្នាំមកហើយនាងគឺតែងតែព្យាយាមប្រាប់មនុស្សគ្រប់គ្នាកុំឲ្យចូលទៅក្នុងបន្ទប់នេះកុំឲ្យរងគ្រោះដូចជានាងគ្រប់មនុស្សដែលចូលមកគឺពុំដែលជឿជាក់លើនាងនោះទេរហូតបានក្លាយទៅជាជនរងគ្រោះដូចជានាងដែរសំណួរសួរបងប្អូនទាំងអស់គ្នាថាអញ្ចឹងរាល់មនុស្សដែលបានចូលមកក្នុងបន្ទប់មួយនេះមានន័យថាគាត់នឹងក្លាយទៅជាស្រមោលគាត់នឹងក្លាយទៅជាវិញ្ញាណឬក៏គាត់អាចមានជីវិតជុះវិសាលតើគាត់នៅមានជីវិតឬគាត់គឺជាវិញ្ញាណហើយអ្វីដែលយើងកាន់តែចង់ដឹងនោះគឺជួឪពុករបស់តារាតើគាត់នៅឯណាហេតុអ្វីបានជាឃើញតែវិសាលនៅក្នុងរូបថតគឺមានមនុស្សចំនួន5នាក់ដែលបានបាត់ខ្លួនប៉ុន្តែបង្ហាញខ្លួនបានត្រឹមតែវិសាលតើ4នាក់ទៀតគាត់នៅឯណាតើឪពុករបស់តារាតើគាត់នៅឯណានៅពេលនោះបងប្អូនស្រមោលខ្មៅនោះចាប់ផ្ដើមរីកធំឡើងបន្ទប់ទាំងមូលចាប់ផ្ដើមញ័រហើយដំបូលចាប់ផ្ដើមរបើកប៉ាក់ដីក៏ចាប់ផ្ដើមរង្គើវិសាលក៏បានស្រែកក្នុងកំឡុងពេលនោះតារាអើយឆាប់ចេញទៅឥឡូវនេះសូមអ្នករត់ទៅឥឡូវនេះប៉ុន្តែជារឿងមួយដែលអស្ចារ្យមែនទែនបងប្អូនជារឿងមួយដែលល្អតារាគឺជាមនុស្សម្នាក់ដែលប្រព្រឹត្តតែអំពើល្អតារាគឺជាមនុស្សល្អក៏បានធ្វើឲ្យស្រីនាងមានអំណាចមានកម្លាំងចង្អុលនៅការពិតបង្ហាញតារានៅប្រអប់មួយដែលគ្រប់គ្នាមិនអាចបើកបានមានតែតារាតែម្នាក់គត់ដែលអាចបើកប្រអប់នោះបានហើយបងប្អូនជឿទេថាប្រអប់នោះគឺជាប្រអប់ដែលរំលាយនៅភាពងងឹតរំលាយនៅរឿងរ៉ាវដែលមិនល្អចេញពីបន្ទប់លេខ13នោះបានបងប្អូនជឿទៅលើមន្តអាគមដែរទេតារាគាត់ជាមនុស្សដែលមានអំណាចមានឥទ្ធិពលគាត់អាចកាន់ប្រអប់នោះបានប្រអប់នោះគឺជាប្រអប់បិទចិត្តលុះត្រាតែអ្នកមានអំណាចមានឥទ្ធិពលទើបអាចបើកប្រអប់នោះបាននៅពេលដែលតារាចាប់ផ្ដើមកាន់ប្រអប់មួយនោះបន្ទប់ក៏ចាប់ផ្ដើមឈប់ញ័រហើយស្រមោលខ្មៅមួយនោះក៏ចាប់ផ្ដើមរួមតូចស្រីនាងបានស្រែកប្រាប់តារាថាឆាប់បើកវាភ្លាមទៅអ្វីគ្រប់បែបយ៉ាងនឹងបង្ហាញការពិតនៅក្នុងប្រអប់មួយនេះហើយបន្ទប់នេះនឹងវិលមកសភាពធម្មតាបន្ទាប់ពីអ្នកបើកប្រអប់មួយនេះភ្លាមនោះតារាគ្មានអ្វីត្រូវតាក់ទើនោះទេគាត់ក៏ចាប់ផ្ដើមបើកប្រអប់នោះឡើងប្រអប់នោះគឺជាការចងនៅមន្តអាគមគឺជាការចងនៅស្រមោលខ្មៅនៅពេលដែលប្រអប់នោះត្រូវបានបើកឡើងស្រមោលខ្មៅគឺចាប់ផ្ដើមរលាយឥទ្ធិពលនៃប្រអប់នោះបានធ្វើឲ្យបន្ទប់ទាំងមូលមានសភាពភ្លឺហើយរូបភាពនៅជញ្ជាំងទាំងអស់ក៏ចាប់ផ្ដើមរលាយរីឯស្រីនាងក៏ចាប់ផ្ដើមភ្លឺឡើងគាត់ក៏ចាប់ផ្ដើមញញឹមដាក់តារាហើយស្រែកប្រាប់ថាការពិតបានលាតត្រដាងហើយអ្វីគ្រប់បែបយ៉ាងគឺមកសភាពតាមវិញហើយវាជារឿងដែលល្អវាជារឿងមួយដែលខ្ញុំទន្ទឹងរង់ចាំអស់រយៈពេល20ឆ្នាំមកហើយនៅពេលដែលបន្ទប់ចាប់ផ្ដើមភ្លឺឡើងស្រមោលខ្មៅចាប់ផ្ដើមរលាយរូបភាពក៏ចាប់ផ្ដើមបាត់សំឡេងក៏ចាប់ផ្ដើមបាត់ពេលនោះតារាក៏រត់ទៅអោបវិសាលរួចក៏និយាយថាវិសាលអ្នកនៅមានជីវិតទេពេលនោះវិសាលក៏និយាយថាខ្ញុំនៅមានជីវិតទេខ្ញុំរស់នៅទីនេះគឺដោយភាពងងឹត
ខ្ញុំក៏មិនយល់អំពីខ្លួនឯងដូចគ្នាហេតុអ្វីបានទីខ្ញុំអាចរស់នៅទីនេះបានតើហេតុអ្វីបានទីខ្ញុំអង្គុយតែមួយកន្លែងអង្គុយជាប់កៅអីនេះដោយខ្ញុំមិនអាចរើបានឲ្យខ្ញុំមិនអាចរត់បាននៅពេលនោះតារាក៏ចាប់ផ្ដើមទាញដៃវិសាលរត់ចេញពីបន្ទប់លេខ13នេះតែអ្វីដែលបងប្អូនទន្ទឹងរង់ចាំមួយចុះឪពុករបស់តារានៅឯណាហេតុអ្វីនៅពេលដែលតារាបើកប្រអប់នេះឡើងហើយពុំឃើញពុំនិយាយអំពីឪពុករបស់គាត់នៅពេលដែលតារានិងវិសាលចេញពីបន្ទប់នេះតារានិងវិសាលបានប្រាប់រឿងរ៉ាវទាំងអស់នេះទៅកាន់ម្ចាស់របស់សន្តាគារម្ចាស់សន្តាគារនោះក៏សម្រេចចិត្តរុះរើសន្តាគារនេះចោលវ័យសន្តាគារនេះចោលអស់រយៈពេលប្រហែលជា2ខែកន្លងមកតារានិងវិសាលគឺត្រូវបានល្បីល្បាញដោយសារតែគាត់អាចស្រាវចម្ងល់និងបង្ហាញការពិតអំពីបន្ទប់លេខ13ដែលគ្រប់គ្នាចង់ដឹងចង់ឮប៉ុន្តែជីវិតហាក់បីដូចជាមិនទាន់ត្រឡប់ល្អប្រសើរឡើងនោះទេតារាក៏បានទទួលនៅសម្បត្តិមួយដែលសម្បត្តិនោះគឺគ្មានដាក់ឈ្មោះអ្នកផ្ញើមកទេហើយក៏គ្មានអាសយដ្ឋានដែរហើយនៅក្នុងសម្បត្តិនោះគឺគ្រាន់តែមានតែរូបថតមួយសន្លឹកតែប៉ុណ្ណោះហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះរូបថតនោះគឺជារូបថតសន្តាគារលេខ13នៅពេលដែលតារាបានឃើញរូបថតនោះទឹកមុខរបស់គាត់ចាប់ដើមស្លេកស្លាំងគឺនៅក្នុងរូបថតនោះបាននិយាយអំពីជាន់ទី3នៃបន្ទប់លេខ13នោះហើយក៏បានបង្ហាញនៅរូបភាពបង្អួចមួយដែលមានមនុស្សម្នាក់ជាបរិសុទ្ធចំណាស់ឈរនៅទីនោះអ្វីដែលតារាគិតថាហេតុអ្វីបានជាគួរមានរូបថតនោះពីព្រោះអាគេនេះគឺបានរុះរើចោលរួចទៅហើយនៅពេលដែលគាត់បង្វែររូបភាពនោះក៏មានការសរសេរដោយដៃនៅពីខាងក្រៅរូបភាពនោះហើយបានសរសេរថាតើអ្នកគិតថាវាចប់ហើយមែនទេតោះបងប្អូននឹងជួបគ្នានៅរឿងរ៉ាវបន្តទៀតជួបនៅវគ្គបន្តទៀតថាតើតារានឹងជួបរឿងរ៉ាវអ្វីទៀតជាចុងក្រោយនាងខ្ញុំអរគុណបងប្អូនទាំងអស់គ្នាហើយក៏សូមឲ្យបងប្អូនជួយ like ជួយ subscribe វីដេអូរបស់នាងខ្ញុំផងដើម្បីនាងខ្ញុំអាចធ្វើវីដេអូបន្តទៀតចា៎សូមអរគុណ